năm nung không prăng thơ ở pi mặt hiệp oi nhẹ sim riệp cứ nhằm căn được trơn bài này xua bong chân trang bà riệp xua và được đọc ôn chỉ tràn bàn xua lấy chân trang thì là to là bọc lập lem lưng thì là khai tự sạch ai mà bong trong sắp đá đi miếng một cái lên thằng viên thiệt hắn trong cam luôn ông o ngày con tục ngày bà khai sinh nghiệp bà nó bong người làm như nào đấy rồi nhom spy chặt đại bàn tây linh nơi kẹt luôn anh mà hay xâm ở con đó cam thi đại bàn đi bọn nhom bàn cụt nơi kẹt sim riệp ការប្រកួតធ្វើឡើងនៅម្ដុំទន្លេចិត្តផ្ទះយើងដែរ nơi chết đen ហើយសម្រាប់ការត្រៀមខ្លួនទៅដូចជាការបង្ហាត់អីមកចឹង cho nhom ớt ấy thì bàn ô មានដល់ bà ពួកដៃគូដែលយើងខ្ញុំបាក់បងបានស្គាល់គេបាក់ bàn khơi gật cụt mùi bong long bên lươn khơi cụt đỏ skờ ដៃគូក៏បាក់មួយឡងទៅលឿនទៀត bà យ៉ាងមិនដែរ ớt ấy cật lo ai lên kia bàn តាមបងសង្កេតមើលអាវុធដែលទីប្រើទីច្រើនល្អចំណុចណា triệt ai rong mình បាទ mình cật lo cây nhưng tuyệt លកកាយឲ្យទាត់ bà ទីច្រើនកីឡាករគុនខ្មែរយើងចូលចិត្តប្រើកាយ ចិត្ត ប៉ះបត់ទេគាត់លកកាយទៀតខ្ញុំមិនដែរបង nhắm ớt ấy cật lo cây nhắm có lo đôi kia ដោយសារបរទេសហ្នឹងធ្លាប់ប៉ះជាមួយឡុងពេញលឿនដែលជាកីឡាករមួយអាចចាត់ទុកថាជាកីឡាករលំដាប់កំពូលមួយដែរប្រភេទធ្ងន់នេះ bà សម្រាប់បងមានក្តីបារម្ភទេបងប៉ះតែល្អចឹង តែខ្ញុំអត់បារម្ភអីទេព្រោះខ្ញុំហាត់បានល្អដែរបងហាត់បានពេញដែរ ការប្រកួតមួយឡុងពេញលឿនលើកមុនហ្នឹងមើលការប្រកួតរបស់គាត់អាចថាជាកីឡាករបុកដែរទេឬក៏យ៉ាងណាដែរបង អត់បងគាត់អត់បុកគាត់អត់ថយទេគាត់ឈោ គាត់ឈ ឈោ រ វៃដូចនោះ មិនថយហើយក៏មិនបុកពេកដែរ បាទគាត់វៃតាមចេកទេសរបស់គាត់ដែរ អញ្ចឹងអាចថាគាត់ជាកីឡាក្បាច់ដែរហ្នឹង បាទបាទ សម្រាប់បងការប៉ះកីឡាករក្បាច់និងកីឡាករបុកមួយណាដែលជាចំណូលចិត្តរបស់បងជាង សម្រាប់ខ្ញុំចូលចិត្តអ្នកបុកជាងបង ចូលចិត្តអ្នកបុកជាង បាទព្រោះខ្ញុំចូលចិត្តវៃថយ វៃបុកវៃអត់ទឿនគេ កន្លងមកយើងធ្លាប់តែថយ បាទ ដល់ប៉ះអ្នកឈរវាយ អានេះឈោវៃខ្ញុំអត់អីអាចលេងក្បាច់លេងបាន ជំនឿចិត្តការប្រកួតនេះប្រហែលភាគរយដែរបង តែខ្ញុំ50 ឯងបងចាំជាក់ស្ដែងនៅលើសង្វៀនថែមទៀត គិតថាការប្រកួតនេះបញ្ចប់ពេញចិត្តតែបង គិតថាបើសិនជាអាចនឹងអត់ពេញទេ អាចអត់ពេញចិត្តទេ បាទ នឹងធ្វើឲ្យកក្រើកបែបណាដើម្បីធ្វើឲ្យអ្នកខេត្តយើងគាត់ហូរកជ្រាវក្នុងថ្ងៃក្នុងប្រកួត ខ្ញុំនឹងខំប្រឹងធ្វើអស់ពីសមត្ថភាពឲ្យអ្នកស៊ីមរៀបគឺស្គាល់ខ្ញុំកាន់តែច្រើន មុនការប្រកួតមកដល់មានពាក្យពេចន៍អីនិយាយទៅកាន់ពុកម៉ែបងប្អូនដែលនៅខេត្តសៀមរាបទេបង មានន័យសូមពុកម៉ែបងប្អូននៅខេត្តសៀមរាបជួយគ្រប់គ្រងខ្ញុំបាទនៅថ្ងៃទី6ខ្ញុំនឹងធ្វើឲ្យក្រើកនៅសៀមរាប បាទអរគុណច្រើនបង